សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបន្តទៀតអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកជជែកពាក់ព័ន្ធជាមួយនឹងការរៀនបណ្ដាធ្វើការបណ្ដាហើយជាមួយនឹងការរៀនសិតនឹងវាយ៉ាងម៉េចដោយសារមានការជជែកវិញឯគឺជាការលើកឡើងមតិពីរផ្សេងគ្នាពាក់ព័ន្ធជាមួយនឹងប្រធានបទខាងលើនេះមានសិស្សខ្លះក៏ថារៀនបណ្ដាធ្វើការបណ្ដាគឺល្អមានមតិខ្លះទៀតក៏ថារៀនសិតគឺល្អអញ្ចឹងសម្រាប់ពីរហ្នឹងខ្ញុំជជែកថាពីរនោះវាមានលក្ខណៈបែបម៉េចក្នុងការរៀនបន្តធ្វើការបន្តជាមួយនឹងការរៀនសតហ្នឹងចំពោះការរៀនសតគឺយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនច្រើនជាមានពេលវេលាសម្រាប់ខ្លួនឯងមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនក្នុងការសម្រាកក្នុងការលំហែមានពេលវេលាច្រើនមិនសូវជាហត់អស់កម្លាំងអត់សូវស្មុគស្មាញគិតច្រើនទេព្រោះយើងគិតតែរឿងមួយគឺរៀនឲ្យប៉ាកែចុះការរៀនបន្តធ្វើការបន្តវាយ៉ាងម៉េចវិញការរៀនបន្តធ្វើការបន្តទីមួយយើងអត់សូវមានពេលវេលាក្នុងការរៀនគ្រប់គ្រាន់ទេអស់កម្លាំងរៀងហត់នឿយមិនសូវមានពេលវេលាសម្រាប់ខ្លួនឯងអត់សូវមានពេលវេលាក្នុងការលំហែកាយយើងចង់ទៅនេះទៅនោះមិនសូវមានពេលវេលាប្រហែលនេះផ្សេងចោះធ្វើការគឺបែបហ្នឹងក៏ប៉ុន្តែការរៀនបន្តធ្វើការបន្តគឺវាល្អសម្រាប់សិស្សដែលគាត់ទី1គាត់មានជីវភាពខ្វះខាតទី2គឺគាត់ចង់រកចំណូលបន្ថែមនៅពេលដែលគាត់កំពុងរៀនទី3គឺគាត់ចង់បានបទពិសោធន៍ការងារនៅពេលដែលគាត់រៀនចប់គាត់មានបទពិសោធន៍1ឆ្នាំ2ឆ្នាំ3ឆ្នាំអញ្ចឹងតែហ្នឹងគឺបែបហ្នឹងតែបើសម្រាប់ការរៀនសតវិញគឺវាល្អនៅពេលដែលគាត់ចង់ឲ្យការសិក្សារបស់គាត់ហ្នឹងគឺទៅដល់រលូនគាត់មានពេលវេលាច្រើនជាងការរៀនសូត្ររបស់គាត់វាទៅមុខលឿនជាងសិស្សដែលគាត់រៀនបន្តធ្វើការបន្តគាត់មានពេលវេលារៀនច្រើនគ្រប់គ្រាន់សម្រាប់គាត់អត់សូវហត់នឿយដូចយើងទេហើយបើខ្ញុំនិយាយអញ្ចឹងព្រោះធម្មតាការរៀនវាមិនហត់ជាងដែលយើងធ្វើការទេណាធ្វើការវាហត់ជាងចឹងបើយើងធ្វើការផងរៀនផងគឺកាន់តែហត់ដែរអត់សូវមានកម្លាំងប្រហែលទេអត់ទាំងកម្លាំងរៀននឹងមិនសូវមានផងពេលខ្លះចេញពីធ្វើការបើអ្នករៀនយប់ទៀតពេលដែលចេញពីធ្វើការមកដល់សាលាខ្សោះមែនតើអង្គុយរត់ទៅតុកក្រោយទេដើម្បីបានដេកអញ្ចឹងបើយើងផ្ដួលទៅតាមការខ្ជិលរបស់យើងហ្នឹងគឺការរៀនសូត្រធ្លាក់ចុះខ្លាំងហើយចឹងសរុបឡើងវិញបើយើងចង់ធ្វើការបន្តរៀនបន្តគឺវាល្អសម្រាប់យើងបើយើងចង់រកចំណូលនៅពេលកំពុងរៀនចង់ជួយសម្រាប់ទុកពីគ្រួសារខ្លះចង់បានបទពិសោធន៍ការងារតែបើយើងរៀនសតគឺល្អយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនយើងមានពេលវេលាសម្រាប់ខ្លួនឯងទាំងពេលសម្រាកទាំងពេលលំហែកាយអាហ្នឹងគឺបែបហ្នឹងអញ្ចឹងរកការសម្រេចចិត្តរៀនបន្តធ្វើការបន្តឬក៏រៀនសតគឺទៅលើអ្នកទាំងអស់គ្នាបើសិនបើអ្នកទាំងអស់គ្នាចង់រកចំណូលបន្ថែមចង់ជួយសម្រាប់ទុកគ្រួសារគឺមានជំរឿនមានតែរៀនបន្តធ្វើការបន្តទេហើយបើអ្នកទាំងអស់គ្នាចង់កសាងបទពិសោធន៍ការងារនៅពេលកំពុងរៀនគឺរៀនបន្តធ្វើការបន្តហ្នឹងហើយអញ្ចឹងពីហ្នឹងល្អដូចគ្នារកការសម្រេចចិត្តទៅលើអ្នកទាំងអស់គ្នាសូមធ្វើការសម្រេចចិត្តដោយទំនួលខុសត្រូវខ្ពស់ហើយនឹងស្រាវជ្រាវបន្ថែមនេះខ្ញុំលើកឡើងក៏មិនគ្រប់ជ្រុងជ្រោយដែរអញ្ចឹងរកការខ្វះខាតអ្នកទាំងអស់គ្នាព្យាយាមស្រាវជ្រាវបន្ថែមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត